លោកដាវីតបាននាំយកនូវសំនៀងដែលជាអំណោយទានរបស់ព្រះជាម្ចាស់មកចូលរួមសរសើរដំណើរទ្រង់តាមរយៈបទដែលមានចំណងជើងថាព្រះអង្គសង្គ្រោះស្វែងរកបទព្រះអង្គសង្គ្រោះស្វែងរកនេះគឺយើងបានដកស្រង់នៅអត្ថបទគម្ពីរមួយនៅក្នុងកាត់គម្ពីរម៉ាកុសជំពូក10ខ45អត្ថបទគម្ពីរនេះបានចែងថាត្បិតកូនមនុស្សក៏មិនបានមកឲ្យគេបម្រើដែរគឺមកដើម្បីបម្រើគេវិញព្រមទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលួសមនុស្សជាច្រើនផងអាមែនដូច្នេះសូមលោកអ្នកស្ដាប់អត្ថន័យនៃបទចម្រៀងព្រះអង្គសង្គ្រោះស្វែងរកនេះជាមួយនឹងយើងខ្ញុំដូចតទៅសង្គ្រោះបានយាងមកដើម្បីរកសង្គ្រោះសត្វលោកបាត់បង់អ្នកណាដែលតទួលយកទ្រង់នោះព្រះអង្គប្រទានជីវិតជាប់នៅយើងគ្រប់គ្នាជានាងគ្រីស្ទានត្រូវក្លាហានប្រកាន់គ្រប់ទីលំនៅឲ្យស្គាល់ផ្លូវកុំស្ងៀមនៅត្រូវតែចេះត្រួតដៃគ្នាព្រោះយើងពិតជាកូនជាមនៃព្រះត្រូវច្បាំងគោរពតាមរាជបញ្ជាតែអាណិតមេត្តាដល់មនុស្សគ្រប់គ្នាបាបជនគ្រប់សាសនានាមិនទាន់បានស្គាល់ព្រះអង្គពិតជាម្ចាស់មេត្រីប្រងប្រណីប្រទានបងអ្នកជឿទ្រង់យើងគ្រប់គ្នាដើរតាមព្រះអង្គជួយតម្រង់បាបជនឲ្យបានសង្គ្រោះកូនជានៃព្រះច្បាំងគោរពតាមរាជបញ្ជាតែងអាណិតមេត្តាដល់មនុស្សគ្រប់គ្នាបាបជនគ្រប់សាសនានាមិនទាន់បានស្គាល់ព្រះអង្គព្រះដ៏ពិតជាម្ចាស់មេត្រីប្រងប្រណីប្រទានមកអ្នកជឿទ្រង់យើងគ្រប់គ្នាដើរតាមព្រះអង្គជួយតម្រង់